បានអាញាគោរពទទួលទៅមកទូទាំងជនមានករណីអគិភ័យបងប្អូនយើងគឺឆេះនៅផ្ទះបងប្អូនជាពលរដ្ឋនៅខាងត្បូងសាវាយន្តបងប្អូនយើងដែលស្ថិតនៅក្នុងភូមិវាយន្តសង្កាត់ស្វាយរៀងក្រុងស្វាយរៀងខេត្តស្វាយរៀងរាល់តែម្ដងគឺនោះឥឡូវពងទៅឆេះនោះបងប្អូនយើងពងទៅឆេះអូចាប់ហើយនោះពេញទឹកពេញដីផ្សាយឡើងខ្មូលខ្មាញ់បងប្អូនយើងនៅពងទៅឆេះហើយឡានទឹកបានមកដល់ហើយបងប្អូនណាគឺឡានទឹកបានមកដល់ហើយតបងប្អូនយើងជួយបងម៉ូតូចេញនឹងគឺនៅផ្សារវាយន្តបងប្អូនយើងករណីអគិភ័យឆេះផ្ទះបងប្អូនជាពលរដ្ឋជួយរួមផ្លូវអូផ្លូវឡានទឹកបានមកគ្រឿងទៀតបងប្អូនណាឡានទឹកបានមកគ្រឿងទៀតហើយផ្ទះលក់អីគេវិញបងផ្ទះលក់បាសមែនលក់គ្រឿងអគ្គិសនីបាសអូលក់គ្រឿងអគ្គិសនីអូនឹងអគ្គិសនីហើយបាសអានេះបាសនេះបងប្អូនយើងកំពុងតែឆែកទីតាំងកាត់ហេតុដែលស្ថិតនៅក្នុងភូមិវាយន្តសង្កាត់ស្វាយរៀងក្រុងស្វាយរៀងខេត្តស្វាយរៀងគោលតែម្ដងគឺនៅខាងត្បូងផ្សារវាយន្តបងប្អូនយើងគឺករណីអគ្គិភ័យឆេះផ្ទះបងប្អូនជាពលរដ្ឋឥឡូវយើងឃើញតើរថយន្តពលរដ្ឋអគ្គិភ័យបានមកដល់ហើយនៅមកដល់ពីគ្រឿងកំពុងធ្វើការបាញ់ពលិបហើយបងប្អូនយើងចូលទៅមើលក្នុងក្រុម Telegram គឺឆេះឡើងពូខ្មាញ់តែម្ដងហើយក៏អរគុណឡានទឹកលឿននៅចិត្តនឹងលឿនហើយអូយឆេះឡើងពូខ្មាញ់តើបងសុំជួយជំនួសផ្លូវតិចវាផ្លូវជួយជំនួសផ្លូវអូយចាំនៅណាអីមើលមកចាក់ទៅបងមកចាក់គាត់ទៅណាវិញនៅអត់នៅទី2ឡាត់ឲ្យមើលទៅបានអស់เลยអូចប់ទៅបងប្អូនអើយឥឡូវដើរទៅណាទៅលេងទៅអីចឹងអូគាត់ទៅដើរលេងចឹងដល់តែផ្សេងខ្សែភ្លើងដល់បងពេញទៅពេញអូចប់ទៅមកទៅអូតារានឹងអីគឺឡើងវាបងប្អូនយើងនឹងឥឡូវយើងឃើញថាគឺដូចជារលត់ខ្លះហើយគឺមុននឹងគឺឆេះឡើងខ្មាញ់តែម្ដងបងប្អូនយើងឆេះឡើងខ្មាញ់ទីតាំងនៅភូមិវាយន្តសង្កាត់ស្វាយរៀងក្រុងស្វាយរៀងខេត្តស្វាយរៀងរាល់តែម្ដងគឺឆេះផ្ទះលក់ធំបាសអូយចាប់ទៅមកហើយអរគុណឡានទឹកនេះលឿនទៅចិត្តនឹងលឿនហ្នឹងហើយនោះឲ្យបានបងប្អូនជាពលរដ្ឋជួយគ្នាម្ដាយមួយជើងម្នាក់ហើយតិចបងប្អូនទៀតចាយទឹកដាក់ចាយទឹកបងមកខ្ញុំឡាយពេកហូនញូមកឡាយ24ម៉ោងមកនោះបងប្អូនឥឡូវយើងឃើញថារថយន្តពលរដ្ឋអគិភ័យបានពលរដ្ឋបានខ្លះហើយបងចម្រើនជួយគ្នាជួយសម្រួលចរាចរណ៍បងប្រពន្ធបងនោះគឺឆេះផ្ទះឲ្យលក់ធំបាសបងប្អូនយើងទៅខាងនោះដោយសារតែមុនហ្នឹងគឺបាញ់មកទៅទឹកទូរស័ព្ទអីទេអូយលោកនោះបងប្អូនយើងចាគឺករណីអគិភ័យឆេះផ្ទះបងប្អូនជាពលរដ្ឋស្ថិតនៅក្នុងភូមិវាយន្តសង្កាត់ស្វាយរៀងក្រុងស្វាយរៀងខេត្តស្វាយរៀងបងប្អូនយើងបងប្អូនយើងកំខលមកខ្ញុំកំពុងធ្វើការ live ផ្ទាល់អូយទឹកឆេះហើយបងប្អូនអើយអូយមើលណាអាលុតនៅទៅលោកបាញ់ឡានទឹកពីបាទឡានទឹកពីនឹងបងប្អូនយើងករណីអគិភ័យគឺឆេះផ្ទះបងប្អូនជាពលរដ្ឋអើយខាងណាខាងណីទៅខលមកទៅអីទៅកុំខលមកលោកព្រះហើយខ្ញុំកំពុងតែជាប់ឡាយទេបងប្អូនយើងក៏បងម៉ូតូដាក់លើផ្លូវទុកឲ្យសម្រួលឡានទឹកបងម៉ូតូផុតទៅនេះបងនេះបងម៉ូតូផុតមកដើម្បីសម្រួលឡានទឹកនៅណាបងនៅផ្សារវាយន្តបងប្អូនយើងដែលស្ថិតនៅក្នុងភូមិវាយន្តសង្កាត់ស្វាយរៀងក្រុងស្វាយរៀងខេត្តស្វាយរៀងគាត់តែម្ដងគឺករណីអគិភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋលក់ធំបាសលក់ម្នេជំនាញម៉ូតូខ្ញុំទុកតាណាទេមិនចាក់សោខហ្នឹងហើយទៅមើលម៉ូតូដែរសិននេះចាំតិចមិនទុកម៉ូតូភ្លេចត្រង់ណាទេទៅមើលម៉ូតូសិនបងឥឡូវឡានទឹកទៅជួយបងប្អូនយើងខ្ញុំទៅយកម៉ូតូខ្ញុំសិនទុកតាណាទេមិនអូននៅនោះឆ្ងាយដែរអត់អីទេអូយបងប្អូនយើងមិញឡើងខ្មូលខ្មាញ់ទាំងអស់ផ្សេងនឹងឥឡូវរៀងសអន់តិចដោយសារតែឡានទឹកបានធ្វើការបាញ់អស់ពីឡាននេះមានសាប៊ូមានអីពពុះឲ្យផងឥឡូវនេះជួយ
សម្រួលបានខ្លះហើយលឺថាម្ចាស់ផ្ទះហ្នឹងគាត់ទៅលេងទៅអីណាណីទេគាត់បាត់ទ្វារផ្ទះទុកចោលប្រហែលជាទុកសេខ្សែភ្លើងបងប្អូនយើងហើយជាទុកសេខ្សែភ្លើងឥឡូវមើលមានហុយនេះទៀតអូយនៅហុយទៀតបងប្អូនណានៅហុយទៀតអូចប់មកតោះបងប្អូនយើងជួយគ្នាមកដៃមួយជើងនេះចប់ហើយបងប្អូនអើយនេះតាង៉ែតជួយនេះនិយាយបងតុកម៉ូតូណាទៅវិញចាំលេងយើងកើទៅយ៉ាងបងឯងនិយាយទៅខ្ញុំដឹងដល់ដែរនោះកន្លែងណាម៉ូតូផ្លាកលោកគោនេះអីដូចជាម៉ូតូណាដាក់ឡើងណានោះបងប្អូនយើងគឺលឺថាម្ចាស់ផ្ទះទៅដើរលេងដើរអីណាទៅបងឥឡូវមើលនោះសង្ស័យថាអាចជិះទូខ្សែភ្លើងឲ្យច្រើនជាងបងប្អូនណាហ្នឹងហើយលឺថាម្ចាស់ផ្ទះក៏ដើរលេងដើរអីចឹងទៅបន